ក្នុងពេលដែលចំនួនអ្នកប្រើប្រាស់ Facebook ក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំដាប់កម្ពុជាបានស្នើឲ្យក្រុមហ៊ុន Facebook បញ្ចេញទិន្នន័យអ្នកប្រើប្រាស់ម្នាក់ៗទៅឲ្យខ្លួនសម្រាប់បម្រើដល់ការងារស៊ើបអង្កេតលោកយាងសុជាមេតាធ្វើសេចក្តីរាយការណ៍អ្នកគ្រប់គ្រងក្រុមហ៊ុន Facebook បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី27សីហា 2013ឲ្យដឹងថាកម្ពុជាបានស្នើឲ្យក្រុមហ៊ុននេះផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ម្នាក់ឲ្យទៅខ្លួនតែបណ្ដាញសង្គមមួយនេះមិនបានធ្វើតាមសំណើរបស់កម្ពុជាឡើយដោយលើកហេតុផលថាដើម្បីធានាការសម្ងាត់របស់អ្នកប្រើប្រាស់សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាកម្ពុជាបានស្នើទៅក្រុមហ៊ុន Facebook តាំងពីពេលណានោះទេតែរបាយការណ៍ដែល Facebook បានបង្ហាញនៅពេលនេះគឺជាព័ត៌មានដែល Facebook ទទួលបានពីរដ្ឋាភិបាលចន្លោះពីខែមករាដល់ខែមិថុនាឆ្នាំ2013លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍នៅថ្ងៃទី29សីហា2013ថាលោកមិនបានដឹងពីរឿងនេះទេលោកថានៅកម្ពុជាអ្នកដែលគ្រប់គ្រង Facebook មានទាំងខាងរដ្ឋាភិបាលនិងខាងក្រុមហ៊ុនឯកជនហើយលោកមិនដឹងថាតើរដ្ឋាភិបាលជាអ្នកដាក់សំណើឬក៏ក្រុមហ៊ុនឯកជនជាអ្នកដាក់សំណើទៅសុំទិន្នន័យពី Facebook នោះដែរដូច្នេះមិនមែនមកសេចក្តីគេថាប្រទេសនេះសុំមិនមានន័យថារដ្ឋាភិបាលសុំមិនមានន័យថាឯកជនសុំពីមានមួយក្នុងចំណោម5 6នោះដែលជាបណ្ឌិតណាមួយតែទោះយ៉ាងណាលោកផៃស៊ីផានមានប្រសាសន៍ថារដ្ឋាភិបាលគ្មានគម្រោងនឹងត្រួតពិនិត្យឬសួរក្រុមហ៊ុនឯកជនទាំងនោះអំពីការស្នើសុំទៅក្រុមហ៊ុន Facebook ឡើយព្រោះលោកថានេះគឺជាសិទ្ធិសេរីភាពរបស់ពួកគេហើយលោកថារដ្ឋាភិបាលក៏គ្មានគម្រោងឆ្លើយតបនឹងការលើកឡើងរបស់ Facebook នោះដែរលោកបន្ថែមថាសប្តាហ៍ថ្ងៃរដ្ឋាភិបាលក៏មិនបានត្រួតពិនិត្យមើលឯកសាររបស់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជានោះដែរគេ check Facebook ខ្លួនឯងដែរគេ check មើល email ខ្លួនឯងដែរតែមានតែអាមេរិកទេឬមានតែអង់គ្លេសទេឃើញតាម Wiki តាម Snowden ណាខ្មែរយើងអត់មានសមត្ថភាពធ្វើទេអត់មានលុយទេតើតើនឹងបញ្ហានេះលោកអូវីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី29សីហាថាលោកស្វាគមន៍និងគាំទ្រក្រុមហ៊ុន Facebook ដែលមិនបញ្ចេញទិន្នន័យរបស់អ្នកប្រើប្រាស់តាមការស្នើសុំរបស់កម្ពុជាលោកថាប្រសិនបើ Facebook បញ្ចេញទិន្នន័យមែននោះវានឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់ហើយលោកក៏មិនចង់ឲ្យ Facebook ចូលរួមពាក់ព័ន្ធនឹងរឿងនេះដែរនឹងវាអាចប៉ះពាល់ទៅលើសិទ្ធិសេរីភាពជាងសន្តិសុខជាតិដែរក្នុងការកន្លែងខ្លះមានការព្រួយបារម្ភនៅការកន្លែងខ្លះគឺថាបាល់ជាច្រើនដែលយកមូលហេតុសន្តិសុខជាតិនឹងជាលេសដើម្បីទីសង្កត់សេរីភាពមតិត្រឹមត្រូវព្រោះសារអញ្ចឹងហើយបានខ្ញុំមិនទាន់គ្រប់គ្រងឲ្យ Facebook បញ្ចេញទេបើសិនជាមានគ្រាកម្មមានអីនេះគេពឹងផ្អែកទៅលើការតាមដានផ្នែកសេដ្ឋកិច្ចផ្សេងមិនបាច់ចាំបាច់បង្ខំឲ្យក្រុមហ៊ុននឹងបង្ហាញនៅអត្តសញ្ញាណរបស់បុគ្គលនៅលើក្រោយនោះទេបាទគួរក៏សម្គាល់ផងដែរថាចំនួនអ្នកប្រើប្រាស់ Facebook នៅកម្ពុជាបានកើនឡើងជាលំដាប់ហើយបើតាមការប៉ាន់ស្មានចំនួនដែលប្រើប្រាស់សប្តាហ៍ថ្ងៃមានប្រមាណជា1លាននាក់ក្រៅពីប្រើប្រាស់ Facebook សម្រាប់ធ្វើជាមធ្យោបាយក្នុងការទំនាក់ទំនងកម្សាន្តសប្បាយឬប្រើប្រាស់ធ្វើជាមធ្យោបាយសម្រាប់ផ្សាយពាណិជ្ជកម្មផលិតផល Facebook ក៏ត្រូវបានប្រើប្រាស់ធ្វើជាមធ្យោបាយចែករំលែកព័ត៌មាននយោបាយដ៏មានប្រសិទ្ធភាពមួយក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រព័ន្ធសង្គមមួយនេះក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ដដែលពិសេសក្នុងពេលដែលកម្ពុជាកំពុងជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្នការបញ្ចេញសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Facebook នៅពេលនេះអាចធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនមានការភ្ញាក់ផ្អើលហើយអ្នកប្រើប្រាស់ផ្សេងទៀតក៏អាចមានការព្រួយបារម្ភផងដែរចំពោះការបញ្ចេញមតិរបស់ពួកគេលើបណ្ដាញសង្គមមួយនេះនៅថ្ងៃអនាគតអ្នកប្រើប្រាស់ Facebook ម្នាក់នៅភ្នំពេញឈ្មោះខៀវច័ន្ទសាទបាននិយាយថាប្រសិនបើក្រុមហ៊ុន Facebook បានបញ្ចេញទិន្នន័យរបស់អ្នកប្រើប្រាស់តាមការស្នើសុំរបស់កម្ពុជាដោយដែល Facebook បង្ហាញមែននោះលោកនឹងប្រកាសជាមានការប្រុងប្រយ័ត្នខ្លាំងក្នុងការបញ្ចេញមតិឬបង្ហោះរូបភាពផ្សេងៗពិសេសមតិដែលទាក់ទងនឹងអ្នកនយោបាយបើសិនតែបញ្ចេញគឺជាជនយើងខ្មែរយើងគឺបើយើងនឹងអសកម្មភាពក្នុងការចេញមតិតទៀតទៀតទៅខ្លះហើយហើយយើងនៅប្រើតែគាត់ថាយើងមិនថយសកម្មភាពប៉ះពាល់ដល់នយោបាយប៉ះពាល់ដល់អ្វីដែលថាវាខុសច្បាប់ចំណែកអ្នកប្រើប្រាស់ Facebook ម្នាក់ទៀតឈ្មោះឈុនសុខាបាននិយាយថាប្រសិនបើរដ្ឋាភិបាលកម្ពុជាពិតជាបានផ្ញើសំណើទៅក្រុមហ៊ុន Facebook វាសបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលមានបំណងចង់រឹតបន្តឹងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋតែលោកថាប្រសិនបើអ្នកប្រើប្រាស់ណាម្នាក់បញ្ចេញមតិយោបល់ឬបង្ហោះរូបភាពដែលខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់អសន្តិសុខសង្គមលោកគាំទ្រឲ្យក្រុមហ៊ុន Facebook បញ្ចេញអត្តសញ្ញាណរបស់បុគ្គលនោះដើម្បីឲ្យរដ្ឋាភិបាលធ្វើការតាមផ្លូវច្បាប់លោកថាទោះយ៉ាងណាក៏ដោយក៏ក្រុមហ៊ុន Facebook ត្រូវធ្វើការថ្លឹងថ្លែងឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តបញ្ចេញទិន្នន័យអ្នកប្រើប្រាស់
ជឿថាក្រុមហ៊ុន Facebook មួយទាំងមូលគឺគាត់នឹងមានដូចថាអ្នកបច្ចេកទេសអ្នកជំនាញខាងច្បាប់អីចឹងទៅគាត់ពិភាក្សាមើលពីស្ថានភាពទាំងមូលហ្នឹងមិនមែនជាថាជឿថាទេគឺថាក្រុមហ៊ុនហ្នឹងគាត់ធ្វើការសិក្សាស្រាវជ្រាវលម្អិតបោះសិនថាកម្រិតនៃអាណត្តិងន់របស់បុគ្គលហ្នឹងគាត់មានដល់កម្រិតណា បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Facebook មានប្រទេសទាំងអស់71ដែលបានស្នើសុំទិន្នន័យរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុននេះក្នុងនោះមានប្រទេសចំនួន5មកពីសមាគមអាស៊ានដូចជាកម្ពុជាម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីនិងថៃហើយប្រទេសដែលដាក់សំណើទៅឲ្យ Facebook ច្រើនជាងគេគឺសហរដ្ឋអាមេរិកនិងអង់គ្លេស